ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះលឹមលីឆាយអញ្ចឹងនាងខ្ញុំកំពុងតែជាកូនសិស្សអាហារូបករណ៍នៅសិក្សានៅប្រទេសអូស្ត្រាលីបងប្អូនហើយមានបងប្អូនមួយចំនួនក៏គាត់ចង់មករៀននៅប្រទេសអូស្ត្រាលីដែរប៉ុន្តែគាត់អត់ដឹងថាដាក់ពាក្យតាមណាហើយធ្វើម៉េចបានមកអញ្ចឹងបងប្អូនអញ្ចឹងវីដេអូមុននាងខ្ញុំបានជម្រាបតកតងមួយការធ្វើម៉េចបានមករៀនអង់គ្លេសឬក៏ប្រពេញលក្ខន្តិកៈដូចជាមានបទពិសោធន៍2ឆ្នាំអីផ្សេងអញ្ចឹងបងប្អូនអញ្ចឹងតាមរយៈវីដេអូនេះនឹងខ្ញុំបង្ហាញច្បាស់ពីការចូលទៅក្នុង website របស់រដ្ឋាភិបាលអូស្ត្រាលីឬក៏ website របស់ស្ថាប័នមួយឈ្មោះថា Australia Awards អញ្ចឹងពេលដែលបងប្អូនចូលទៅក្នុង website ហ្នឹងដូចជាតាមដែលខ្ញុំធ្វើវីដេអូហ្នឹង page របស់ Australia Award ហ្នឹងគឺបងប្អូននឹងឃើញអំពីលក្ខន្តិកៈផ្សេងក្នុងហ្នឹងក៏ដូចជាឯកសារដែលយើងត្រូវបំពេញអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនវាយចូលទៅក្នុង website ហ្នឹងទៅមើលកន្លែងថាដាក់ពាក្យវាម៉េចហើយនឹងត្រូវការឯកសារអីអញ្ចឹងទៅគឺបងប្អូននឹងទទួលបានព័ត៌មានទាំងអស់តែម្ដងបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីផ្សេងបងប្អូនក៏អាចតាក់ទងទៅ page នឹងតែម្ដងក៏បានឬក៏បងប្អូនអាច comment សួរបើសិនជានាងខ្ញុំដឹងបានប្រហែលនាងខ្ញុំនឹងជួយប្រាប់ចឹងបងប្អូនហើយមួយទៀតនៅក្នុងហ្នឹងគឺយើងត្រូវមានជាភាសាអង់គ្លេសហើយនឹងយើងចង់ទៅរៀនមុខវិជ្ជាអីក៏បានដែរអញ្ចឹងបងប្អូនហើយយើងត្រូវបំពេញប្រវត្តិរូបសង្ខេបក៏ដូចជាឯកសារមួយចំនួនបញ្ជាក់ពីអ្នកដែលយើងធ្វើការជាមួយហ្នឹងមានន័យថាយើងបានពិតជាគ្រប់លក្ខខណ្ឌ2ឆ្នាំមែនបងប្អូនព្រោះថាមុននឹងអាចមករៀនបានតើយើងមានបទពិសោធន៍យ៉ាងហោចណាស់2ឆ្នាំអញ្ចឹងបងប្អូនអញ្ចឹងមុខវិជ្ជាយើងរៀនមុខវិជ្ជាអីក៏បានដែរគឺគេអាចឲ្យយើងរៀនលើកលែងតែមុខវិជ្ជាមួយចំនួនតូចប៉ុណ្ណឹងដែលគេដាក់នៅក្នុង website នឹងដែរថាយើងអត់អាចរៀនបានអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មករៀននៅប្រទេសអូស្ត្រាលីអីបងប្អូនចូលទៅក្នុង website ហ្នឹងទៅណាបងប្អូនហើយគាត់មាន Facebook page ដែរបងប្អូនអាចតាមដានព័ត៌មានក៏ដូចជាសាកសួរអីផ្សេងអញ្ចឹងបងប្អូនអញ្ចឹងនាងខ្ញុំមានតែវីដេអូខ្លីៗប៉ុណ្ណឹងទេដើម្បីផ្ដល់ជាព័ត៌មានក៏ដូចជាឱកាសថាយ៉ាងម៉េចបានយើងអាចដាក់យកអាហារូបករណ៍មករៀននៅប្រទេសអូស្ត្រាលីបានអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនឃើញវីដេអូនេះហើយចង់ចែកម្លែកក៏ដូចជាទុកសម្រាប់ប្រាប់កូនឬក៏ប្អូនឬក៏ក្មួយអីផ្សេងដែលចង់មករៀននៅប្រទេសអូស្ត្រាលីបងប្អូនអាចចែកម្លែកឬក៏ share ទៅគាត់បានអញ្ចឹងបងប្អូនហើយបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចបំពេញលក្ខខណ្ឌទៅតាមដែលគេតម្រូវឲ្យយើងនឹងទៅមិនមែនថាតើឲ្យយើងគ្រប់លក្ខខណ្ឌភ្លាមទេបងប្អូនយូរកាលវាចំណាយពេលរហូតដល់ឆ្នាំដែលយើងអាចបំពេញបានណាព្រោះថាគេត្រូវមានភាសាអង់គ្លេសមានបទពិសោធន៍ការងារហើយនឹងដូចថាយើងទៅសេទៅឲ្យត្រូវជាមួយនឹងមុខវិជ្ជាដែលយើងរៀននៅសាលាណាមួយនៅប្រទេសអូស្ត្រាលីអញ្ចឹងបងប្អូនហើយបើសិនជាឆ្ងល់ថាតាមមកហ្នឹងយើងត្រូវចំណាយខ្លួនឯងឬក៏អត់អីអញ្ចឹងគឺអត់ទេបងប្អូនគឺតាំងចំណាយថ្លៃស្នាក់នៅថ្លៃរៀនសូត្រគឺគេរ៉ាប់រងទាំងអស់អញ្ចឹងបងប្អូនសំខាន់ឲ្យតែយើងមានសមត្ថភាពយកអាហារូបករណ៍នឹងបងប្អូនចឹងខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ចែកម្លែកឱកាសនេះជូនបងប្អូនបើសិនជាបងប្អូនចង់មករៀនគឺសំខាន់ពង្រឹងសមត្ថភាពចឹងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះសូមជួបបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយណាសូមអរគុណសូមជម្រាបលា